សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះកេងពេជ្រជានិស្សិតអាហារូបករណ៍ផ្នែកវិទ្យាសាស្ត្រទូទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាមចំនួនទី35ពួកខ្ញុំបានរួមគំនិតគ្នាបង្កើតជាវីដេអូឃ្លីបមួយដើម្បីចង់ចែករំលែកនៅបទពិសោធន៍ក្នុងរយៈពេល1ឆ្នាំដែលពួកយើងបានរៀនភាសាវៀតណាមនៅសាលាមិត្តភាព80នេះហើយគោលបំណងធំបំផុតនៃវីដេអូនេះគឺសម្រាប់អ្នកដែលមានបំណងចង់បន្តការសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាមឲ្យយល់ដឹងពីបញ្ហាមួយចំនួនទាក់ទងទៅនឹងការរស់នៅនិងការរៀនសូត្រនៅទីនេះមានដូចជាអាកាសធាតុកន្លែងស្នាក់នៅការហូបចុកសេវាកម្មថែទាំសុខភាពការលេងកីឡានិងដំណើរកម្សាន្តផ្សេងៗទៀតហើយឥឡូវនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលសកម្មភាពនីមួយៗទាំងអស់នោះជាមួយគ្នាជានិស្សិតកម្ពុជាអាហារូបករណ៍រៀននៅប្រទេសវៀតណាមហើយឆ្នាំនេះយើងចូលដល់19ឆ្នាំហើយថ្ងៃនេះយើងចង់ចែករំលែកបទពិសោធន៍ដល់បងប្អូននិស្សិតកម្ពុជាឲ្យបានដឹងអំពីព័ត៌មានដែលសិស្សកម្ពុជាបានមករៀននៅទីនេះខ្លះឲ្យខ្ញុំសូមចែករំលែកអំពីតកតងទៅនឹងការរៀនសូត្រហើយទីមួយនឹងខ្ញុំចង់និយាយតកតងទៅនឹងរឿងការរៀនសូត្រក្នុងថ្នាក់គឺយើងរៀនជាមួយនឹងកសិកោសោដែលជាភាសាកម្ពុជាយើងថាលោកគ្រូអ្នកគ្រូគឺយើងមានចំនួន2នាក់ជាអ្នកបង្រៀនយើងហើយក្នុងនោះគឺគាត់ការបង្រៀនរបស់គាត់យកចិត្តទុកដាក់ទៅនឹងសិស្សកម្ពុជាហើយទោះបីថាគាត់នៅហត់ឬគាត់ពិបាកមានអារម្មណ៍មិនសិនអស់ក្នុងកម្មវិធីប៉ុន្តែគាត់តែតែព្យាយាមបង្រៀនពួកយើងអស់ពីស្មារតីរបស់គាត់ធ្វើយ៉ាងណាឲ្យយើងបានយល់អំពីមេរៀននីមួយៗបានច្បាស់ហើយគាត់ស្រឡាញ់យកចិត្តទុកដាក់យើងដូចជាសាច់ញាតិបង្កើតរបស់គាត់ហើយនៅក្នុងថ្នាក់គឺយើងមានចំនួនសិស្សជាទូទៅគឺច្រើនតែ30នាក់32ឬ33ក្នុងមួយថ្នាក់ជាងការរបស់យើងគឺមិនចៀតមិនច្រើនទេហើយសម្រាប់ការរៀនគឺយើងនៅទីនេះគឺតំណែងរបស់យើងស្រឡាញ់គ្នាទៅវិញទៅមកជួយគ្នាទៅវិញទៅមកហើយយើងរៀននៅក្នុងថ្នាក់គឺយើងរៀនឆ្នាំភាសាគឺយើងរៀនមានតែសិស្សកម្ពុជាប៉ុន្តែនៅក្នុងសាលាដែលយើងរៀនគឺមានទាំងសិស្សវៀតណាមនិងសិស្សឡាវអញ្ចឹងយើងអាចធ្វើការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកហើយនៅក្នុងការរៀនរបស់យើងគឺមានការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកដូចជាយើងធ្វើការងារជាក្រុមយើងពិភាក្សាគ្នាជាក្រុមហើយយើងរៀននៅទីនេះពេលខ្លះយើងមាននិស្សិតមួយចំនួនក៏ប្រឡងធ្លាក់ប៉ុន្តែយើងអាចប្រឡងសមបានហើយសម្រាប់ការរៀនរបស់យើងគឺយើងមិនពិបាកទេពេលព្រោះយើងមានរៀនថែមនៅពេលយប់លោកអ្នកគ្រូក៏ព្យាយាមបង្រៀនយើងបន្ថែមនៅពេលយប់ហើយមានមិត្តភ័ក្តិចាំជួយយើងពេលក្នុងមួយថ្ងៃគឺយើងរៀន2វេនសម្រាប់ឆ្នាំទី1យើងរៀនភាសាវៀតណាម2វេនហើយវេនព្រឹកគឺយើងរៀនចាប់ពីម៉ោង7ព្រឹកដល់ម៉ោង10កន្លះគឺយើងត្រឡប់ទៅវិញទៅទីលោកតាញ៉ាំបាយវិញហើយពេលល្ងាចគឺយើងរៀនចាប់ពីម៉ោង2ដល់ម៉ោង4កន្លះក្នុងសប្តាហ៍គឺយើងមានម៉ោងទឹកខុស1ម៉ោងគឺនៅថ្ងៃច័ន្ទពេលល្ងាចគឺយើងរៀនដោយខ្លួនឯងហើយសម្រាប់ខំមានទីគឺយើងរៀនតាំងពីវេនប៉ុន្តែវេនទឹកគឺយើងរៀនភាសាវៀតណាមហើយពេលល្ងាចគឺយើងរៀនកាត់មុនបានព្រោះបានន័យថាកាត់មុនមុខវិជ្ជាដែលតកតងទៅនឹងជំនាញរបស់យើងមួយឧទាហរណ៍ដូចជាយើងជាជាប់អាហារទាំងអស់ជាពេទ្យអញ្ចឹងយើងត្រូវរៀនមុខវិជ្ជាមានដូចជាសត្វវិទ្យាជីវវិទ្យានិងជីវវិទ្យាអញ្ចឹងនៅពេលព្រឹកគឺយើងរៀនភាសាវៀតណាមហើយនៅពេលថ្ងៃគឺយើងរៀនមុខវិជ្ជាទាំង3ហ្នឹងដែលតកតងទៅនឹងជំនាញរបស់យើងហើយម៉ោងគឺចាប់ពីម៉ោងគឺយើងរៀនដល់ម៉ោងដែរ
ស្ដីមកអ្នកគ្នាខ្ញុំបានឈ្មោះចិនសុផលជានិស្សិតអាហារូបករណ៍រៀននៅសាធារណរដ្ឋសង្គមនិយមវៀតណាមមុខជំនាញរបស់ខ្ញុំគឺកសិកម្មខ្ញុំសូមណែនាំអំពីបន្ទប់ស្នាក់នៅរបស់យើងបន្ទប់ស្នាក់នៅរបស់យើងមានមិត្តចំនួន4នាក់ដែលស្នាក់នៅជាមួយគ្នាចំពោះកន្លែងស្នាក់នៅសម្ភារៈផ្គត់ផ្គង់កន្លែងស្នាក់នៅបន្ទប់គេរបស់យើងគឺមានមុងកាទេខ្នើយភួយពូកសាលាជាអ្នកផ្គត់ផ្គង់ឲ្យយើងមិនចាំបាច់ទិញឬក៏យករបស់ពីក្រៅយកមកបានទេយើងអាចប្រើប្រាស់នៅរបស់ដែរសាលាហ្នឹងផ្គត់ផ្គង់ឲ្យយើងមួយវិញទៀតនៅក្នុងបន្ទប់នេះមានតុចំនួន1សម្រាប់ឲ្យយើងសិក្សាបានបើសិនជាយើងមិនចូលចិត្តសិក្សានៅហ្នឹងទេយើងអាចសិក្សានៅក្នុងសាលប្រជុំក្រុមគឺសាលប្រជុំក្រោមគឺសម្រាប់ទុកឲ្យសិស្សវៀតណាមហើយនិងសិស្សខ្មែរយើងដែលចង់សិក្សានៅក្នុងទីសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះតាំងឌីវុតឆ្នាំក្រោយខ្ញុំសិក្សាផ្នែកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនៅសាធារណរដ្ឋសង្គមនិយមវៀតណាមពេលនេះខ្ញុំចង់ជម្រាបប្រាប់អ្នកទាំងអស់គ្នាពីការសិក្សានៅមន្ទីរវិទ្យាឋាននៃសាលាមិត្តភាពសាលាភាសាសាលាមិត្តភាព80សន្តិនេះខ្ញុំបានសិក្សាក្រៅពីការសិក្សាពេលព្រឹកហើយពេលថ្ងៃនៅពេលល្ងាចគឺការសិក្សាមន្ទីរសិក្សាកន្លែងស្នាក់នៅនេះគេបានកំណត់ឲ្យយើងរៀនចាប់ពីម៉ោង7ដល់ម៉ោង10ហើយចន្លោះម៉ោងសិក្សាហ្នឹងយើងអាចសិក្សាបាននៅក្នុងបន្ទប់យើងដោយផ្ទាល់ឬមួយក៏យើងចាប់បានភាពស្ងប់ស្ងាត់អីទៅយើងអាចទៅសិក្សានៅបន្ទប់ប្រជុំនៅផ្នែកក្រៅបានហើយការសិក្សាចន្លោះពីម៉ោង7ម៉ោង10ហ្នឹងគេចាប់ទៅម៉ោង10តែបើយើងចង់រៀនបន្ថែមទៀតហើយចាប់រៀនបន្ថែមឬមួយក៏ចិត្តប្រឡងអីចឹងយើងអាចរៀនតទៅទៀតបានតែសូមកុំឲ្យមានសម្លេងខានអីទៅបន្ទប់ចិត្តខាងអីចឹងហើយការសិក្សានៅទីនេះមានកម្មប្រកួតប្រជែងខ្លាំងដោយសារតែនៅtrongឆ្នាំនៅពេលដែលនិស្សិតណាមួយហ្នឹងទទួលបានបន្ទុកខ្ពស់ឬមួយក៏និទេសល្អសាលាគេមានប្រគល់នៅរង្វាន់ដូចជាទឹកប្រាក់ហើយនឹងបានសិក្សាបាទឈ្មោះរីនវ៉ាន់ជានិស្សិតអាហារូបករណ៍ផ្នែកវិទ្យាសាស្ត្ររៀននៅសាធារណរដ្ឋសង្គមនិយមវៀតណាមថ្ងៃនេះខ្ញុំចង់ចែករំលែកដល់អ្នកទាំងអស់គ្នាអំពីព័ត៌មានទាក់ទងទៅនឹងការបើកប្រាក់ខែហើយនិងការហូបចុកនៅទីនេះចំពោះការបើកប្រាក់ខែនៅទីនេះគឺយើងទទួលបានប្រាក់ខែចាប់ពីពេលដែលយើងដល់វៀតណាមរហូតពេញមួយឆ្នាំមានន័យថានៅពេលដែលយើងសម្រាប់ពេលទៅផ្ទះវិញក្នុងរយៈពេល2ខែជាងក៏យើងទទួលបានប្រាក់ខែដែលប្រាក់ខែទីសោតក្នុងមួយខែគឺយើងទទួលបានចំនួន2,68,000 ដុល្លារយើងត្រូវបានកាត់ថ្លៃបាយចំនួន1,29,000 ដុល្លារនិងនៅសល់1,39,000 ដុល្លារគឺយើងបើកជារៀងរាល់ខែហើយចំពោះការហូបចុកនៅទីនេះនៅថ្ងៃណាដែលយើងមានកម្មវិធីរវល់ឬក៏យើងមានអ្វីចង់ទៅហូបនៅខាងក្រៅគឺយើងអាចសរសេរជាกระดาษដើម្បីឲ្យទៅចុងភៅដើម្បីឲ្យចុងភៅកាត់ថ្លៃបាយយើងក្នុងរយៈពេលមួយថ្ងៃដែលមួយថ្ងៃនោះគឺមានទឹកប្រាក់ចំនួន40,000 ដុល្លារចំពោះការហូបចុកនៅទីនេះវិញគឺយើងមានមួយថ្ងៃ3ពេលព្រឹកពេលថ្ងៃនិងពេលល្ងាចពេលព្រឹកយើងមានហូបដូចជាបាយឆាមីឆាបាយសាច់ជ្រូកចិញ្ច្រាំឬក៏បបរហើយនៅពេលថ្ងៃគឺយើងហូបមានម្ហូប4មុខពេលល្ងាចក៏មាន4មុខប៉ុន្តែម្ហូបពីមួយថ្ងៃទៅមួយថ្ងៃគឺមានការផ្លាស់ប្ដូរជារៀងរាល់ពេលដែលនៅក្នុងបន្ទប់គឺយើងហូបចំនួន6នាក់ចំពោះម្ហូបអាហារដែលយើងហូបរាល់ថ្ងៃនេះគឺយើងអត់ត្រូវបានខ្វាយខ្វល់អំពីការធ្វើឬក៏ត្រូវបានរៀបចំអីដល់ខ្លួនឯងគឺខាងសាលាបានរៀបចំជាចុងភៅដើម្បីធ្វើម្ហូបហើយនឹងមានពេទ្យត្រួតពិនិត្យម្ហូបយ៉ាងស្អាតចានឆ្នាំងអ្វីសម្ភារៈតាក់ទងទៅនឹងផ្ទះបាយគឺយើងអត់ត្រូវបានខ្វាយខ្វល់គឺខាងចុងភៅជាអ្នកលាងសម្អាតធ្វើឲ្យយើងយ៉ាងស្អាតរៀបចំម្ហូបជាស្រេចនៅតុគឺដល់ពេលដែលយើងត្រូវហូបគឺយើងចុះមកហូបតាមពេលវេលាដែលគេកំណត់ထားហើយចំពោះអារម្មណ៍ខ្ញុំក៏តាក់ទងទៅម្ហូបទីនេះគឺខ្ញុំគិតថាម្ហូបនៅទីនេះគឺអាចហូបបានរសជាតិរៀងសាបន្តិចប៉ុន្តែបើគិតទៅលើគេហៅថាអាហារូបត្ថម្ភគឺមានគ្រប់គ្រាន់នៅសារធាតុដើម្បីរាងកាយដើម្បីទ្រទ្រង់រាងកាយរបស់យើង
វាមានសម្លមួយមុខមានសាច់មានបន្លែគ្រប់គ្រាន់ នេះគឺឈ្មោះវត្តនីនេះខ្ញុំជំនាញសិក្សារូបកលដែលវិទ្យាសាស្ត្ររៀននៅប្រទេសវៀតណាមនេះខ្ញុំសូមចែកម្លែកមួយពីសាលាថែទាំសុខភាពនៅក្នុងកំឡុងពេលសិក្សានៅប្រទេសវៀតណាមការរស់នៅទីនេះនិងការរស់នៅក្នុងប្រទេសរបស់យើងមានលក្ខណៈខុសគ្នាដោយសារតែអាកាសធាតុនៅទីនេះមានការប្រែប្រួលខុសពីអាកាសធាតុនៅប្រទេសរបស់ពួកយើងអាកាសធាតុនៅទីនេះបើសិនជាត្រជាក់គឺត្រជាក់ខ្លាំងហើយបើសិនជាក្តៅគឺក្តៅខ្លាំងដោយសារតែការប្រែប្រួលអាកាសធាតុបែបនេះទៅធ្វើឲ្យយើងងាយរងនៅជំងឺផ្សេងដូច្នេះនៅខាងសាលាគេក៏បានកាត់ខោអាវឲ្យយើងម្នាក់មួយដើម្បីទប់ទល់ជាមួយនឹងអាកាសធាតុត្រជាក់ហើយចំពោះការមានជំងឺស្រាលដូចជាដៃខ្លួនដាសាយគ្រុនពួកយើងអាចមកសុំថ្នាំនៅមកសុំថ្នាំពីគីឡូម៉ែត្រដែលនៅខាងដែលមានបន្ទប់គីឡូម៉ែត្រមួយនៅខាងក្រោមដើម្បីពួកយើងទទួលថ្នាំហើយការបើកថ្នាំនេះគឺគេមិនកម្រៃទេហើយបើសិនជាជំងឺរបស់យើងមានលក្ខណៈធ្ងន់ធ្ងរគឺគេបញ្ជូនយកទៅកម្មវិធីពេទ្យបង្អែកដែលនៅចិត្តកន្លែងដែលពួកយើងរស់នៅហើយការស្នាក់នៅនឹងការព្យាបាលនៅឯមន្ទីរពេទ្យបង្អែកនោះពួកយើងចំណាយត្រឹមតែ20ទៅ40%ប៉ុណ្ណោះចំពោះនេះខ្ញុំយល់ឃើញថាសេវាថែទាំសុខភាពនៅទីនេះមានលក្ខណៈល្អប្រសើរដោយសារតែមានការដាក់ពីខាងសាលានិងមានឧបត្ថម្ភដែលធ្វើការនៅcòn thì là đại diện xã Hàn Quốc tại mình để đại diện nơi xã Thiên Hà Rốt của công người dùng Việt Nam các cái ca sắp xá trong bát bên về liền của quán long ca hát tỷ là chỉ riêng lo về là nghịch bóng trắng nâng chia bị sát chỉ riêng lo thay xã đất đại diện ngay trong sập đá và sâu một tuầnជានិស្សិតអាហារូបករណ៍នៅប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមចំនួនទី35ខ្ញុំមករៀននៅទីនេះគឺខ្ញុំរៀនជំនាញសំណង់ស៊ីវិលនិងឧស្សាហកម្មក្រៅពីការសិក្សាពួកយើងក៏មានដំណើរទស្សនកិច្ចលក្ខណៈជាការសិក្សាចំនួន2ដងក្នុងមួយឆ្នាំទី1គឺយើងធ្វើដំណើរកម្សាន្តទៅទីក្រុងហាណូយហើយទី2យើងនឹងធ្វើដំណើរកម្សាន្តទៅវិញហាឡុងដែលជាតំបន់ទេសចរធម្មជាតិរបស់ប្រទេសវៀតណាមនៅភូមិភាគខាងជើងហើយចំពោះដំណើរកម្សាន្តទាំងពីរនេះផងដែរចំពោះការចំណាយចំពោះការទៅវិញនិងទៅមកឬកន្លែងស្នាក់នៅហូបចុកគឺខាងភាគីវៀតណាមគេបានរ៉ាប់រងឲ្យយើងសពគ្រប់បែបយ៉ាងក្រៅពីដំណើរកម្សាន្តធំទាំងពីរនៅក្នុងរយៈពេល1ឆ្នាំនេះផងដែរនៅពេលដែលពួកយើងស្នាក់នៅក្នុងអន្តរនិស្សិតដ្ឋានរបស់និស្សិតកម្ពុជាក្រៅពីពួកយើងសិក្សារួចរាល់ហើយពួកយើងក៏មានពេលវេលាដូចជាទៅដើរលេងកម្សាន្តនៅតំបន់ទេសចរជុំវិញនៅជុំវិញកន្លែងដែលពួកយើងស្នាក់នៅដូចជាកន្លែងនៅខ្ញុំកំពុងថតនេះគឺជាទីក្រុងចាស់មួយរបស់ប្រទេសវៀតណាមប្រចាំនៅភូមិភាគខាងជើងហើយនៅក្នុងទីក្រុងចាស់នេះផងដែរជារៀងរាល់ពេលជាពិសេសនៅក្នុងថ្ងៃសៅរ៍ហើយនិងថ្ងៃអាទិត្យនិស្សិតអាហារូបករណ៍ពួកយើងជាច្រើនមកធ្វើដំណើរកម្សាន្តដូចជាការហាត់ប្រាណឬជាលក្ខណៈជាក្រុមឬលេងល្បែងជាប្រៃខ្មែរនៅក្នុងតំបន់ទេសចរនេះផងដែរហើយក្រៅពីកន្លែងនេះពួកយើងក៏អាចទៅលេងនៅតំបន់ទេសចរផ្សេងទៀតដូចជាភ្នំបាវីដែលជាភ្នំមួយដែលយើងអាចចាត់ទុកថាជាភ្នំដែលខ្ពស់ជាងគេនៅភូមិភាគខាងជើងផងដែរមកទាំងអស់ខ្ញុំបានឈ្មោះងួននៃយើងជានិស្សិតចំនួនទី35និងជានិស្សិតនៅដំណើរនៅសាលាមធ្យមតែ80នេះបានមានសេចក្តីសម្រេចរីករាយក្រៃលែងពួកយើងបានក្រុងកម្រងឯកសារវីដេអូនេះឡើងដើម្បីជាទុននិងដើម្បីជាព័ត៌មានផ្ដល់ទៅសិស្សប្អូននិស្សិតចំនួនក្រោយជាស្ដែងពួកយើង
បានធ្វើរាល់សកម្មភាពទាំងឡាយកន្លងមកគឺគោលបំណងចង់ដល់ជាស្ពានដើម្បីឲ្យបងប្អូនស្វែងយល់ពីការសិក្សាការរស់នៅប្រទេសវៀតណាមនេះជាឧទាហរណ៍នៅថ្ងៃនេះគឺយើងចាប់ផ្ដើមធ្វើការគោរពទង់ជាតិយើងធ្វើការគោរពទង់ជាតិជារៀងរាល់ថ្ងៃច័ន្ទនិងថ្ងៃศุក្ររៀងរាល់សប្តាហ៍ហើយឆ្លងកាត់តាមបទពិសោធន៍របស់ពួកយើងជិត1ឆ្នាំនេះយើងសង្កេតឃើញថាយើងមានការសហការគ្នាយ៉ាងស្អិតរមួតហើយយើងមានសេចក្តីរីករាយក្នុងការសិក្សានៅទីនេះពីព្រោះយើងបានស្រឡាញ់គ្នាជួយទុកជំរាក់គ្នាដូចជាបងប្អូនចុងក្រោយនេះពួកខ្ញុំសូមថ្លែងអំណរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតមកដល់ទីបញ្ចប់ហើយសម្រាប់ការធ្វើវីដេអូនេះបើសិនជាមានការខុសឆ្គងកន្លែងណាមួយដោយអចេតនាក្តីសូមខន្តីអភ័យទោសទុកជាមុនផងបាទសូមអរគុណ